បាទជាការឆ្លើយតបទៅនឹងសំណួរបងប្អូនដែលគាត់សួរថាគាត់សួរថាបរោះហ្នឹងណាបរោះបើសិនជាយើងធ្វើការធ្ងន់តើធ្ងន់ហ្មងធ្វើការធ្ងន់ហ្មងណាតើអាចប៉ះពាល់ដល់ការផលិតទឹកកាមដែរឬទេបាទអញ្ចឹងចម្លើយសម្រាប់ចំនួនហ្នឹងគឺទី1កាលណាយើងធ្វើការធ្ងន់វាតែពាក្យថាធ្វើការធ្ងន់គឺអាចប៉ះពាល់ការផលិតនៃជីវិតឈ្មោះហើយបាទហេតុអីដោយសារនៅពេលដែលយើងធ្វើការធ្ងន់អញ្ចឹងទៅវាអាចប៉ះពាល់ទី1គេថាវិបត្តិមុខងាររបស់ប្រព័ន្ធបន្តពូជហើយវិបត្តិមុខងាររបស់ប្រព័ន្ធបន្តពូជហ្នឹងមានអីខ្លះមានទាំងថាគេថាវិបត្តិរបស់អរម៉ូនណាវិបត្តិរបស់អរម៉ូនបរោះហ្នឹងដែលថាវាមានអរម៉ូនដែលជំរុញពីខួរក្បាលទៅដល់ពងស្វាហ្នឹងវាមានអរម៉ូនមួយដែលគេថាអរម៉ូនបញ្ចេញពីខួរក្បាលទៅដល់ពងស្វាដើម្បីឲ្យផលិតនៅអរម៉ូនមួយគេហៅថាអរម៉ូនតេស្តូស្តេរ៉ូនដែលមុខងាររបស់តេស្តូស្តេរ៉ូនហ្នឹងគឺវាធ្វើឲ្យមានការផលិតរបស់មេជីវិតឈ្មោះបាទហើយបន្តមកទៀតទៅបានធ្វើឲ្យមេជីវិតឈ្មោះហ្នឹងពេញរូបពេញរាងពេញកម្លាំងពេញនឹងហើយមួយទៀតគឺធ្វើឲ្យមេពងស្វាហ្នឹងគឺផលិតរបស់មេជីវិតឈ្មោះតែម្ដងមិនត្រឹមតែផលិតអរម៉ូនទេគឺផលិតរបស់មេជីវិតឈ្មោះតែម្ដងបាទហើយកាលណាយើងធ្វើការធ្ងន់បានន័យថាវាប៉ះពាល់ទៅដល់ការរញូតទៅដល់ការធ្វើឲ្យអរម៉ូននឹងចុះតែម្ដងបាទហើយទី2កាលណាយើងធ្វើការធ្ងន់បានន័យថាជាពិសេសកន្លែងដែលក្តៅណាតែវាធ្វើការកន្លែងខុសគ្នាថាគឺធ្វើការកន្លែងធ្ងន់ឬក៏កន្លែងខ្លះវាប៉ះពាល់កន្លែងក្តៅឬក៏ប៉ះពាល់កន្លែងណាដែលមានជាតិគីមីឬក៏ប៉ះពាល់កន្លែងណាដែលមានផ្សែងអញ្ចឹងទៅអញ្ចឹងកាលណាធ្វើការធ្ងន់ផងវាមានអាការជាតិដែលបរិស្ថាននឹងផងទៅវាធ្វើឲ្យមានការប៉ះពាល់ដល់មុខងាររបស់សរីរាង្គផ្សេងដែលធ្វើឲ្យរំខានណារំខានទៅដល់ការផលិតនៃជីវិតឈ្មោះបាទហើយមួយទៀតកាលណាយើងធ្វើការធ្ងន់វាតាក់ទងទៅនឹងកម្ដៅនៅកន្លែងពងស្វាយើងណាពីព្រោះធម្មតាធ្វើការធ្ងន់វាអត់ទៅមានពេលអីណាយើងទៅមួយទឹកអត់មានទេក៏ធ្វើឲ្យកន្លែងហ្នឹងវាទៅជាក្តៅខ្លាំងណាជាពិសេសកន្លែងណាដែលក្តៅខ្លាំងវាធ្វើឲ្យកម្ដៅណាកម្ដៅរបស់ពងស្វាហ្នឹងវាក្តៅអាចក្តៅស្មើនឹងដងខ្លួនអញ្ចឹងវាខុសពីលក្ខខណ្ឌហើយខុសពីលក្ខខណ្ឌនៃការផលិតមេជីវិតឈ្មោះហើយពីព្រោះលក្ខខណ្ឌនៃការផលិតមេជីវិតឈ្មោះលុះត្រាតែកម្ដៅនៅក្នុងពងស្វាហ្នឹងណាទៀបជាងខ្លួនយើងប្រហែលជា2ទៅ3អង្សាសេបានអាចធ្វើឲ្យមេជីវិតឈ្មោះហ្នឹងផលិតពងស្វាហ្នឹងផលិតមេជីវិតឈ្មោះបានអាហ្នឹងគឺជាលក្ខខណ្ឌដែលយើងតម្រូវឲ្យការផលិតមេជីវិតឈ្មោះហ្នឹងមានគុណភាពល្អហើយនឹងមានរូបរាងល្អមានកម្លាំងហែលល្អគឺអាស្រ័យទៅចំណុចទាំងពីរ3ហ្នឹងបាទអរគុណ